ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាតែយកដឹងថានៅភ្នំពេញក៏មាន Walk Street ដែរសម្រាប់បងប្អូនដើរលេងពេលថ្ងៃចុងសប្តាហ៍អញ្ចឹងណាថ្ងៃសៅរ៍ថ្ងៃអាទិត្យចាថ្ងៃនេះគឺខ្ញុំមកលេងនៅមុខវាំងទៀតហើយបងប្អូនចាយូរមកលេងម្ដងទេប៉ុន្តែក៏ថតចាជូនពុកម៉ែបងប្អូនទស្សនាអីអញ្ចឹងណាអានេះគឺរូបថតខ្ញុំវីដេអូខ្ញុំថតតាំងពីយូរហើយបងប្អូនតាំងពីមុនចូលឆ្នាំខ្មែរមកម្លេះទីតាំងនៅមុខព្រះបរមរាជវាំងនឹងតែម្ដងបងប្អូនហើយអានេះគេបើកសាកល្បងណាហើយមុនថ្ងៃចូលឆ្នាំខ្មែរហ្នឹងមុនយើងត្រឡប់ទៅលេងស្រុកខ្ញុំអានមកលេងនៅទីនេះហើយមនុស្សម្នាគឺថាច្រើនខ្លាំងមែនតើគេបើកចាប់ពីម៉ោង5ល្ងាចទៅរហូតដល់យប់អីអញ្ចឹងណាចារហូតដល់យប់ជ្រៅចង់លេងដល់ម៉ោងម៉ានកន្លូវទៅហើយមកថ្ងៃនេះគឺថាមានការលេងរបាំផ្សេងសម្ដែងរបាំផ្សេងនេះគឺរបាំត្រុដិហើយមានច្រើនខ្លាំងមែនតើតែម្ដងណាចម្រុះល្បែងជាព្រៃគ្រប់សពបែបយ៉ាងហើយទីធ្លាវិញក៏ធំទូលាយហើយវែងខ្លាំងមែនតើតាំងពីកន្លែងចិត្តព្រះបរមរាជវាំងរហូតទៅដល់ផ្សាររាត្រីបងប្អូនអញ្ចឹងទីកន្លែងហ្នឹងគឺវាឆ្ងាយអញ្ចឹងណាហើយគេមានរៀបចំល្បែងប្រជាប្រិយហើយក៏មានការច្រៀងចម្រៀងជាតិរំបាត់រំពងអីអញ្ចឹងហើយមនុស្សម្នាគឺថាច្រើនខ្លាំងមែនតើបងប្អូនហើយនិយាយពីលោកកកតែម្ដងដើរវិជាតគ្នាហ្នឹងដោយសារមនុស្សច្រើនពេកអញ្ចឹងណាហើយមានបាត់រំវងសារវ៉ាន់ឡាំលាវអីចម្រុះច្រើនដែរហើយបើនិយាយរួមទៅការរួមរែកនេះគឺថាមកធ្លាប់តែនៅស្រុកនៅស្រែគេចាក់ធុងបាសអីរួមបានអីអញ្ចឹងណាតែពេលឥឡូវនេះមកដល់ភ្នំពេញដែលមានការច្រៀងហើយរួមចង្វាក់បែបខ្មែររបស់យើងសារវ៉ាន់ឡាំលាវអីបែបនេះគឺធ្វើឲ្យយើងនឹករលឹកដល់អនុស្សាវរីយ៍កាលយើងនៅពីក្មេងៗរួមធុងបាសតាមផ្ទះតាមអីណាតាមវត្តតាមអីចឹងឥឡូវនេះមកកណ្ដាលទីក្រុងតែម្ដងមករួមវងនៅកណ្ដាលទីក្រុងតែម្ដងស្បែបម្យ៉ាងដែរបងប្អូនអ្នកដែលគាត់ចូលចិត្តការសប្បាយចេះរួមចេះអីអញ្ចឹងគាត់សប្បាយហើយគាត់រួមមកចង់ចេញពីវងទេចំណែកខ្ញុំបងប្អូនខ្ញុំបច្ចុប្បន្នតែខ្ញុំចូលចិត្តប៉ុន្តែខ្ញុំអត់ចេះរួមទេបងប្អូនបានតែលេងសើចទេតែដល់ពេលឲ្យទៅរួមមែនតែចាប់បដ ாய் និយាយរួមចូលចិត្តប៉ុន្តែខ្ញុំអត់ចេះរួមអញ្ចឹងណាបងប្អូននេះដែលគាត់ចូលចិត្តគឺគាត់សប្បាយខ្លាំងហើយដោយសារតែមនុស្សច្រើនកកច្រើនពេកក៏អត់បានទៅណាឆ្ងាយដែរបងប្អូននៅក្បែរហ្នឹងដើរមកជិតដល់វត្តណាឡោមក៏គេរៀបចំឆាកអីដើម្បីសម្ដែងរបាំផ្សេងអីអញ្ចឹងណាបងប្អូនដើម្បីចែកជូនពុកម៉ែបងប្អូនដែលអញ្ជើញមកទស្សនាផ្ទាល់នៅទីនេះបានកំសាន្តផងដែរនិងស្គាល់អំពីរបាំបុរាណខ្មែរយើងអញ្ចឹងណាបងប្អូនចាហើយនេះផងដែរគឺជាការសម្ដែងរបាំមនីមេខលានៅត្រង់វគ្គដែលជាមកទៅដើមត្បូងមេខលាពីមនីមេខលាបងប្អូនចាបងប្អូនអាចទស្សនាបានចានិយាយរួមទៅមនុស្សមកច្រើនកកខ្លាំងមែនតើហើយបើសិនជាមកក្រោយវិញអាចនឹងមើលអត់ឃើញបងប្អូនចាដល់ពេលយើងមករៀងជ្រៀតទៅបាននៅមុខគេមើលបានប៉ុណ្ណឹងបងប្អូនហើយមនុស្សណែនតាន់តាប់តែម្ដងហើយរហូតដល់ឥឡូវក៏មានមនុស្សនៅតែអញ្ជើញមកលេងទស្សនាច្រើនដែរបងប្អូនអញ្ចឹងបើសិនជាបងប្អូនអត់បានទៅសៀមរាបទៅលេង Walk Street នៅសៀមរាបអីបងប្អូននៅភ្នំពេញចាគួរតែមានពេលវេលាអាចអញ្ជើញមកដើរលេងកម្សាន្តម្ដងអញ្ចឹងណាបងប្អូននៅមុខព្រះបរមរាជវាំងតែម្ដងផ្លូវថ្មើរជើងរបស់យើងបើកពីម៉ោង5ល្ងាចទៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែរពុកម៉ែបងប្អូនអាចអញ្ជើញមកលេងកម្សាន្តបានមានរបស់របរលក់ដូរគ្រប់សពបែបយ៉ាងចំណីចំណុកអីក៏មានគ្រប់សពបែបយ៉ាងអញ្ចឹងណាហើយចំណែកឯការលក់ដូររបស់បងប្អូនជាពលរដ្ឋយើងក៏មានរបៀបរបបការរៀបចំអីស្រស់ស្អាតមានអនាម័យចាបងប្អូនចង់ញ៉ាំអីក៏មានដែរបងប្អូនច្រើនគ្រប់សពបែបយ៉ាងហ្មងណាអញ្ចឹងបងប្អូនងាយស្រួលជាងមុនអត់សូវញ៉ៃហើយមានរបៀបរបបនិយាយរួមទៅបងប្អូនអាចមកលេងកម្សាន្តដើម្បីទទួលយកបទពិសោធន៍ថ្មីបានបងប្អូនចានៅផ្លូវថ្មើរជើងមុខព្រះបរមរាជវាំងចាអញ្ចឹងសម្រាប់វីដេអូរបស់នេះខ្ញុំក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តនិងគាំទ្រតាមដានវីដេអូនៃការចម្អិនម្ហូបក៏ដូចជាការធ្វើដំណើរកម្សាន្តនានាទៅកន្លែងផ្សេងអញ្ចឹងណាសិនពុកម៉ែបងប្អូនចូលចិត្តសូមជួយចុច Subscribe នៅលើ YouTube Channel របស់នេះខ្ញុំម្នាក់មួយផងចាពុកម៉ែបងប្អូននឹងទទួលបាននៅវីដេអូថ្មីជាច្រើនទៀតដែលនឹងខ្ញុំនឹងបង្ហាញជូននៅពេលដែលនឹងខ្ញុំបានទៅទស្សនានៅកន្លែងផ្សេងក៏ដូចជាការចម្អិនម្ហូបផ្សេងចែករំលែកជូនពុកម៉ែបងប្អូនទស្សនានៅពេលក្រោយទៀតណាពុកម៉ែបងប្អូនចាដូច្នេះនេះខ្ញុំសូមអរគុណសូមជម្រាបលា